បាតុភូតខ្យល់កន្ត្រាក់បោកបក់ផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នងនៅក្នុងស្រុកព្រៃកបាស់ដួលរលំទាំងស្រុងភ្លៀងធ្លាក់មួយមេធំលាយឡំជាមួយនឹងខ្យល់កន្ត្រាក់យ៉ាងខ្លាំងបានបណ្ដាលឲ្យផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នងរលំទាំងស្រុងនៅក្នុងភូមិគោកអង្ក្រងឃុំពោរំចាកស្រុកព្រៃកបាស់ខេត្តតាកែវកាលពីល្ងាចថ្ងៃទី25ខែមិថុនាឆ្នាំ2026ក្រោយទទួលបានព័ត៌មានពីអាជ្ញាធរមូលដ្ឋាននៅវេលាម៉ោង8:00នាទីយប់ថ្ងៃដដែលលោកគិនភក្តីអភិបាលនៃគណៈអភិបាលស្រុកព្រៃកបាស់រួមជាមួយនឹងសហការីនិងអាជ្ញាធរឃុំភូមិបានចុះពិនិត្យទីតាំងរងគ្រោះដោយផ្ទាល់ដើម្បីវាយតម្លៃការខូចខាតនិងសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ផងដែរជាមួយនឹងគ្នានេះលោកអភិបាលស្រុកក៏បានចាត់ឲ្យអាជ្ញាធរគ្រប់ឃុំទូទាំងស្រុកចុះត្រួតពិនិត្យស្ថានភាពផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដែលរងការខូចខាតដោយសារខ្យល់កន្ត្រាក់ដើម្បីប្រមូលព័ត៌មាននិងត្រៀមវិធានការជួយសង្គ្រោះបន្ទាន់ដោយមើលឃើញពីការលំបាករបស់គ្រួសាររងគ្រោះលោកគិនភក្តីបាននាំយកអំណោយឧបត្ថម្ភភ្លាមៗដល់ម្ចាស់ផ្ទះដែលរលំទាំងស្រុងរួមមានអង្ករមុងហួយកន្ទេលទឹកផ្លែឈើមីនិងថវិកាមួយចំនួនដើម្បីជួយសម្រាលការលំបាកក្នុងគ្រាអាសន្ននេះអាជ្ញាធរក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់ដែលអាចបន្តកើតមានក្នុងរដូវវស្សានេះដើម្បីការពារសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិក្រសួងធនធានទឹកនិងអូតូនិយមនៅព្រឹកថ្ងៃទី26ខែមិថុនាបានប្រកាសថាព្យុះទី7និងទី8នៅតែបន្តជះឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជាដែលនឹងធ្វើឲ្យនៅតំបន់មួយចំនួនមានភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់និងផ្គររន្ទះតាមរយៈការជូនដំណឹងក្រសួងធនធានទឹកក៏ប្រកាសឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីបាតុភូតគ្រោះធម្មជាតិផ្គររន្ទះនេះផងដែរ